សូមចម្រើនពរញាតិញោមក៏ដូចជាអស់លោកទាំងអស់ដែលតែងតែគោរពស្រឡាញ់ចំពោះមន្តគាថាខ្មែរយើងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅបាលីណាចងចិត្តដើម្បីចែកជូនញាតិញោមដូចជាអស់លោកស្ដាប់ឬសិក្សាប៉ុន្តែមុននឹងញាតិញោមដូចជាអស់លោកចូលស្ដាប់ឬសិក្សាសូមកុំភ្លេចជួយចុច Subscribe និងចុច Likeនៅលើវីដេអូម្នាក់មួយទៅដើម្បីនឹងទទួលបាននៅវីដេអូថ្មីជាបន្តទៀតដែលបង្រៀនដោយខ្ញុំវគ្គណាអាត្មាភាពផ្ទាល់ហើយក៏សូមចម្រើនពរញាតិញោមផងដែរថា Channel បាលីនេះបង្កើនឡើងក្នុងគោលបំណងដើម្បីចែករំលែកបង្រៀននិងរក្សាទុកនៅមន្តអាគមគាថារបស់ខ្មែរយើងដែលដូនតាខ្មែរយើងបានបន្សល់ទុករហូតមកដល់សប្តាហ៍ថ្ងៃនេះដូច្នេះសូមញាតិញោមបងប្អូនអស់លោកទាំងអស់កុំភ្លេចណាជួយគាំទ្រផងនេះគឺជាវប្បធម៌ដូចជាអត្តសញ្ញាណជាតិរបស់យើងមួយដែរបើទោះបីជាយើងជឿមិនជឿក៏យើងគាំទ្រស្ដាប់ជាការកំសាន្តនិងក៏វាមិនខុសទោះឲ្យដែរណាប៉ុន្តែសួរថាតើបាលីអាគមគាថានេះមានពិតទេគឺមានពិតគឺប្រកាសមែនប៉ុន្តែយើងប្រើប្រាស់នៅពេលដែលចាំបាច់នៅពេលដែលជាតម្រូវការតែប៉ុណ្ណោះមិនមែនយើងយកមកប្រើប្រាស់សូត្រលេងឬក៏យកមកផ្ចាញ់ផ្ចាគ្នានោះទេអញ្ចឹងយើងចូលទៅសិក្សានៅបាលីចងចិត្តទាំងអស់គ្នាបាលីចងចិត្តនេះគឺជាបាលីមួយដ៏ពូកែនិងស័ក្តិសិទ្ធិប្រសិនណាបើញាតិញោមដូចជាអស់លោកយកទៅប្រើប្រាស់មានការគោរពមានការបប្រតិបត្តិណាបានត្រឹមត្រូវប្រកាសជាជួយយើងណាសម្រាប់នៅបំណងប្រាថ្នាដែលយើងនឹងចង់បានអញ្ចឹងបាលីចងចិត្តនេះគឺយើងដឹងហើយពាក្យថាចងចិត្តគ្មានអ្វីដែលក្រៅអំពីតាក់ចិត្តឲ្យគេចូលចិត្តអាណិតស្រឡាញ់ទេប៉ុន្តែបាលីចងចិត្តនេះគឺចងចិត្តតែអ្នកណាដែលស្គាល់យើងចិត្តដិតនឹងយើងតែប៉ុណ្ណោះបើចំពោះអ្នកដតីអត់បានទេណាបាលីនេះគឺចំពោះតែអ្នកដែលនៅក្បែរយើងអ្នកដែលចិត្តស្និទ្ធនឹងយើងដូចជាគូសាប្តីប្រពន្ធកូនឬក៏ញាតិមិត្តដែលចិត្តស្និទ្ធសាច់ញាតិសាច់សាលហិតតែប៉ុណ្ណោះអញ្ចឹងបើសិនណាបើយើងម្នាក់នៅក្នុងក្រុមគ្រួសារជាមនុស្សម្នាក់ដែលប្តីឬក៏ប្រពន្ធមិនចូលចិត្តគ្រួសារមិនចូលចិត្តសាច់ញាតិបងប្អូនមិនចូលចិត្តអាចយកបាលីចងចិត្តនេះទៅប្រើប្រាស់ប្រកបណាស់នឹងទទួលបានការគោរពការស្រឡាញ់ការរាប់អានការពេញចិត្តចំពោះពួកគាត់នឹងក្រែងលោយើងរាសីមិនល្អយើងកើតមកដោយកម្មមិនល្អអញ្ចឹងអាចយកគាថាណាបាលីចងចិត្តនេះទៅសែបសូត្រប្រកាសណាទទួលបាននៅសេចក្តីសុខការរាប់អានគ្រប់ស្រឡាញ់កក់ក្ដៅអញ្ចឹងទៅអញ្ចឹងធ្លាប់តែគ្រូសាធ្លាប់តែសាច់ញាតិបងប្អូនមិនឲ្យតម្លៃញាតិមិត្តនឹងមិនឲ្យតម្លៃមិនចូលចិត្តនិន្ទាផ្ដាសានិយាយអាក្រក់នឹងពីមុខពីក្រោយពេកជ្រាយអីជាដើមនឹងអាចយកគាថាបាលីទៅសែបសូត្រឲ្យពួកគាត់ផ្ដល់នៅសេចក្តីស្រឡាញ់ផ្ដល់នៅស្នាមញញឹមភាពកក់ក្ដៅរីករាយអញ្ចឹងទៅអញ្ចឹងគឺសប្តាហ៍ថ្ងៃគឺមានញាតិញោមខ្លះគាត់ខលមកគាត់ថាលោកគ្រូហេតុអីខ្ញុំគ្រូសាមិនពេញចិត្តប្តីប្រពន្ធគ្រូសាសាច់ញាតិបងប្អូនមិនចូលចិត្តចេះតែស្អប់ចេះតែខ្ពើមណាអញ្ចឹងគឺបាលីចងចិត្តនេះគឺពូកែស័ក្តិសិទ្ធិណាស់ឲ្យតែយើងយកទៅប្រើប្រាស់យកទៅសូត្រនឹងទន្ទិញឲ្យចេះចាំគ្រប់បដិបត្តិបានត្រឹមត្រូវប្រកាសទទួលបានការគោរពការស្រឡាញ់ណាអំពីសំណាក់គ្រូសាបងប្អូនសាច់ញាតិចឹងទៅហ្នឹងហើយអញ្ចឹងគឺវាមានដែរណានៅក្នុងការរស់នៅសង្គមមនុស្សនេះគឺមានគ្រប់បែបយ៉ាងទាំងអស់ពេលខ្លះទៅមកគ្រូសាមានតែយើងម្នាក់មួយប៉ុណ្ណោះដែលគេមិនចូលចិត្តតែចំពោះអ្នកផ្សេងវិញទោះបីជាធ្វើខុសក៏ដោយធ្វើត្រូវក៏ដោយពេលខ្លះនឹងកំហុសច្រើនជាងយើងផងប៉ុន្តែហាក់បីដូចជាគេនឹងបាននៅក្តីស្រឡាញ់គេចូលចិត្តតែចំពោះយើងមិនខុសផងក៏គេរកកំហុសយើងឃើញចាប់កំហុសយើងបានដែរអញ្ចឹងមកពីកម្មយើងឯណាមួយឬក៏មកពីរាសីយើងមិនល្អអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាចយកបាលីនេះទៅសែបសូត្រយកទៅប្រើប្រាស់ប្រកបណាស់នឹងឲ្យក្រុមគូសាញាតិមិត្តបងប្អូននឹងគោរពស្រឡាញ់ប៉ុន្តែរួមផ្សំនឹងការគោរពបដិបត្តិរបស់យើងដែរណាអញ្ចឹងយើងត្រូវជាមនុស្សណាធ្វើឲ្យគេគោរពរាប់អានស្រឡាញ់ដែរកាលណាបើយើងយកបាលីទៅសែបសូត្រទៅប្រើប្រាស់ប៉ុន្តែធ្វើឲ្យគេស្អប់ធ្វើឲ្យគេមិនចូលចិត្តនឹងក៏មិនមានឫទ្ធានុភាពដែរណាអញ្ចឹងរួមផ្សំនឹងការប្រព្រឹត្តរបស់យើងដែរអ
ចឹងយើងចូលទៅសិក្សានៅបាលីនេះទាំងអស់គ្នាចឹងមុននឹងញាតញោមដូចជាអស់លោកសូត្រនៅបាលីនេះយើងត្រូវរៀបចំណារំដាប់គ្រូជាមុនសិនហើយរំដាប់គ្រូនេះគឺជាកិច្ចដ៏សំខាន់គឺជាកិច្ចដែលយើងមិនអាចចោលបានរំដាប់គ្រូគឺយើងត្រូវមានផ្កាឈូក5ទៀន5ធូប5បារី5ស្លា5ម្លូ5ស្លាធរដូមួយគូបាយសីមួយគូទឹកអប់ឆ្វេងស្ដាំកណាត់សអើមួយប្រាក់500រៀលចឹងនេះគឺជារំដាប់គ្រូដែលយើងត្រូវតែមានការរៀបចំឡើងដើម្បីជាសក្ការៈថ្វាយដល់គ្រូបន្ទាប់ពីយើងរៀបចំរំដាប់គ្រូរួចយើងត្រូវសូត្រនៅរំលឹកគុណគ្រូបន្ថែមទៀតយើងសូត្រមកខ្ញុំព្រះករុណាសូមរំលឹកគុណគ្រូដែលបានបង្ហាត់បង្រៀននៅមុនគាថានេះដល់ខ្ញុំពេលដែលខ្ញុំសូត្រទៅមុនគាថានេះពេលណាសូមឲ្យពូកែស័ក្តិសិទ្ធិមានឫទ្ធិមានតេជះនិងមានបារមីបន្ទាប់ពីយើងសូត្រនៅរំលឹកគុណគ្រូយើងត្រូវតាំងនមោ3ចប់ទៀតយើងសូត្រមកនមោតាសៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភិក្ខវៈតោរហតោសម្មាសម្ពុទ្ធស្សៈបន្ទាប់ពីយើងតាំងនមោ3ចប់យើងត្រូវសូត្រនៅបាលីនេះចិត្តតិចិត្តតាំងចិត្តៈពៀនណាំងចិត្តតាំងស្វាហយៈចិត្តតិចិត្តតាំងចិត្តៈពៀនណាំងចិត្តតាំងស្វាហៈចិត្តតិចិត្តតាំងចិត្តៈពៀនណាំងចិត្តតាំងស្វាហយៈថែមយៈមួយទៀតណាកុំភ្លេចបាទចឹងអាត្មាភាពណាសូត្របញ្ជាក់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់ចិត្តតិចិត្តតាំងចិត្តៈពៀនណាំងចិត្តតាំងស្វាហយៈបាទណាស្វាហយៈកន្លែងហ្នឹងបាទអញ្ចឹងនេះគឺជាបាលីណាក៏ដូចជាគាថាណាចងចិត្តនឹងឲ្យគេស្រឡាញ់ឲ្យគេចូលចិត្តនៅក្នុងក្រុមគ្រួសារសាច់ញាតិអ្នកដែលចិត្តស្និទ្ធហើយយើងក៏អាចប្រើប្រាស់ជាមួយមនុស្សដែលយើងស្រឡាញ់ដែរណាអញ្ចឹងបងប្អូនណាញាតិញោមណាបងណាអស់លោកណាដែលមានគូជីវិតមិនសូវជាយកចិត្តទុកដាក់ទេដាក់គាថានឹងមួយសូត្រគាថានឹងប្រកាសណាស់ណាងាកមករកចុះងាកមករកអាណិតគ្រប់ស្រឡាញ់ដល់យើងនឹករលឹកដល់យើងរាល់ថ្ងៃណាអញ្ចឹងនេះគឺជាបាលីហើយចំពោះការសូត្របរិកម្មគឺយើងត្រូវបរិកម្ម3ចប់ចំពោះដំណំហាមហូបសាច់ឆ្កែផ្លែស្ពឺនិងផ្លែឃ្លោកមួយទៀតនោះហាមជេរប្រមាថការទៀនអ្នកដទៃណានេះគឺជាដំណំដែលយើងត្រូវតមឲ្យបានហើយចំពោះរបៀបប្រើប្រាស់ណាយើងអាចប្រើប្រាស់ជាប្រេងម្សៅកមូនឬក៏យើងអាចចាជាកថានឹងចាជាយន់ខ្សែចង្កេះអីជាដើមក៏បានដែរហើយមួយទៀតក៏យើងគ្រាន់តែសូត្រណានឹងយើងគ្រាន់តែបរិកម្ម3ចប់ទៅតាំងចិត្តឲ្យមុតមមមុននឹងចេញទៅជួបអ្នកណាណាជាពិសេសពេលព្រឹកឡើងយើងលុបមុខឲ្យស្អាតណាយើងសូត្រគាថានឹងទៅចឹងនេះគឺជារបៀបណាប្រើប្រាស់នៅបាលីណាចងចិត្តមួយមេនេះគឺពូកែស័ក្តិសិទ្ធិណាប្រសិនណាបញ្ញាតញោមអស់លោកយកទៅប្រើប្រាស់មានការគ្រប់និងមានការបដិបត្តិបានត្រឹមត្រូវប្រកបណាស់នឹងឲ្យគេស្រឡាញ់ចូលចិត្តដល់ភាពកក់ក្ដៅនៅក្នុងក្រុមគ្រួសារសាច់ញាតិបងប្អូនធ្លាប់តែស្អប់ធ្លាប់តែនិន្ទាធ្លាប់តែផ្ដាសាធ្លាប់តែមិនចូលចិត្តបែរជាចូលចិត្តអាណិតស្រឡាញ់រាប់អានដល់យើងហើយយើងក៏ទទួលបាននូវភាពកក់ក្ដៅអំពីពួកគាត់ដែរហើយមួយទៀតគឺយើងត្រូវរួមផ្សំនឹងការទង្វើរបស់យើងដែរមិនមែនយើងអាងតែបាលីសែបសូត្រហើយទៅនឹងហើយធ្វើអ្វីដែលមិនគួរសមធ្វើអ្វីដែលគាត់មិនចូលចិត្តណានឹងអញ្ចឹងយើងត្រូវធ្វើអ្វីដែលឲ្យគេគោរពរាប់អានស្រឡាញ់ដែររួមផ្សំនឹងគាថានេះផងប្រកាសណាស់នឹងបានចូលចិត្តអាណិតស្រឡាញ់ដូចបំណងដែលយើងប្រាថ្នាចង់បានចឹងអស់លោកញាតិញោមត្រូវចាំថាមហិទ្ធិឫទ្ធិនៃមន្តអាគមគាថារបស់ខ្មែរយើងដែលពូកែស័ក្តិសិទ្ធិទៅបានគឺអាស្រ័យទៅលើការទន្ទិញស្វាត់ជ័យគាថាជាប្រចាំថ្ងៃនឹងការអុជធូបថ្វាយចេកផ្កាភ្ញីទឹកអប់ចំពោះវត្ថុស័ក្តិសិទ្ធិប្រតិបត្តិរាល់ថ្ងៃសិលដែលប្រៀបដូចជាយើងសំលេងកំបិតបទុបីជាកំបិតនោះគ្មានមុខក៏គង់តែមុតដែរប៉ុន្តែបើយើងខ្ជិលច្រអូសឬធ្វើប្រហែសឬអួតអាងបើទោះបីជាមន្តអាគមគាថានៅពូកែស័ក្តិសិទ្ធិក៏គង់អស់រធានភាពដែរដូចជាកំបិតដែលគេទុកចោលត្រូវច្រេះចាប់ចឹងឯងចឹងយើងកុំបីមានការប្រមាថកុំបីមានការធ្វើប្រហែសកុំបីមានការអួតអាងបំណាច់ថាយកទៅសិក្សារៀនសូត្រទៅមានការគ្រប់បប្រតិបត្តិឲ្យបានល្អទៅអាគមគាថាដែលយើងសែបសូត្រប្រើប្រាស់ទៅមានឫទ្ធានុភាពមានតេជះនិងមានបារមីហើយអាចជួយយើងបានក្នុងពេលដែលយើងជួបនៅវិបត្តិបញ្ហាផ្សេងអសន្នអន់ក្រណាមួយណានឹងសំខាន់លើការគ្រប់ដែរ
ចឹងគឺមានតែប៉ុណ្ណេះជាចុងក៏បើសិនណាបើញាតិញោមដូចជាអស់លោកមិនយល់ត្រង់ណាមិនដឹងត្រង់ណាឬឆ្ងល់ត្រង់ណាអាចសាកសួរបានអំពីបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងមន្តអាគមគាថារបស់ខ្មែរយើងហើយអាត្មាភាពមានជាយន្តមានជាខ្សែចកេះមានជាខ្សែកថាផ្សេងយន្តរកស៊ីការពារលុកដោអេរីចម្រើននាំលៀបនាំសំណាងដល់ក្រុមគ្រួសារបើសិនណាបើញាតិញោមអស់លោកមានឧបនិស្ស័យណាចង់ជាវយកទៅប្រើប្រាស់ណាដើម្បីសេចក្តីសុខសេចក្តីចម្រើនអាចតាក់ទងមកបានអាត្មាភាពបានបញ្ចុះនៅអាគមគាថារួចហើយណាញាតិញោមក៏យកទៅប្រើប្រាស់ប្រកាសណាទទួលបានសេចក្តីសុខសេចក្តីចម្រើនការពារអំពើពន់អីផ្សេងចឹងសូមចម្រើនអបលាទាំងអស់គ្នា